បើយើងមិនសាកយើងអត់ដឹងថាផលិតផលហ្នឹងល្អឬក៏មិនល្អទេខ្ញុំវះកាត់សាច់ដុសក្នុងច្រមុះតែខ្ញុំអត់ទាន់ដឹងថាខ្លួនឯងហ្នឹងគឺមានឆ្អឹងច្រមុះវាចាខ្ញុំអត់ទាន់ដឹងទេពេលដែលយើងឈឺច្រើនជឿតែបងថាមនុស្សឈឺច្រើនអត់មានក្តីសុខក្នុងខ្លួនទេទៅណាក៏ចងចោលដែរទុកទី1គឺក្បាលរបស់យើងឈឺរហូតចាទី2គឺវិចាក់មកភ្នែកយើងទី3អារុយកកយើងនេះកន្លែងសងខាងនេះគឺរយរហូតហ្មងចាអរគុណអ៊ីហូរ៉ាយដែលបានឲ្យខ្ញុំមានសាច់មានឈាមទៅបលូនត្រឡប់មកវិញអញ្ចឹងណាចាសសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីជាមួយនឹងកម្មវិធីបបិសោតអ្នកប្រើប្រាស់ផលិតផលអ៊ីក្រែថ្ងៃនេះយើងមានបងស្រីមួយរូបដែលគាត់ចូលរួមចែករំលែកតាក់ទងជាមួយនឹងបបិសោតក្នុងការដែលប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីក្រែអញ្ចឹងដើម្បីបានច្បាស់ពីអាការៈរបស់គាត់តែគាត់មានបញ្ហាឬក៏កត្តាសុខភាពឯណាខ្លះយើងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាចាសសូមជម្រាបសួរបងចាជម្រាបសួរបងចាជាកិច្ចដំបូងអនុញ្ញាតឲ្យបងស្នើសុំជាឈ្មោះទីលំនៅបច្ចុប្បន្ននិងមុខរបរដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ផងចាបងចាជំរាបសួរខ្ញុំឈ្មោះហ៊ូសុភ័ក្រមកពីខេត្តកំពង់ឆ្នាំងបច្ចុប្បន្នធ្វើការនៅខាងកាបូលដល់ឡែកតកតងជាមួយនឹងបញ្ហាសុខភាពបងអនុញ្ញាតបងជួយបង្ហាញបន្តិចមុននឹងបងជ្រើសរើសប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីក្រែដែលបងអាចទទួលបានការដោះបញ្ហាហ្នឹងកន្លងមកតើបងមានអាការៈឬក៏ឈឺអ្វីខ្លះដែរចឹងណាបងចាបងបញ្ហាដែលសំខាន់ជាងគេសម្រាប់នាងខ្ញុំដំបូងគឺខាងអាឡែស៊ីច្រមុះចាគឺខ្លាំងមែនតើហ្មងដល់ថ្នាក់យើងធ្វើការអត់កើតទេគឺគ្រាន់តែกระดาษមួយអញ្ចឹងគឺហូរមករហូតហ្មងសបោគឺហូររហូតពេញមួយថ្ងៃហ្មងលុះត្រាតែយើងញ៉ាំថ្នាំពេទ្យទប់បើយើងអត់ញ៉ាំទេគឺមួយថ្ងៃហ្នឹងគឺហូររហូតអញ្ចឹងបានខ្ញុំឃើញខាងបងបណ្ដាគាត់ផងនិយាយថាខ្ញុំតាមដានពេករបស់គាត់រហូតអញ្ចឹងណាពេលតាមដានទៅចេះតែឃើញថាតើគួរប្រើអត់ចាតើគួរត្រូវទិញប្រើអត់ព្រោះនិយាយទៅវាគួរសមដែរតម្លៃចាគួរសមដែរតម្លៃប៉ុន្តែនឹកឃើញតែចេះតើតម្លៃប៉ុណ្ណឹងហើយនឹងសុខភាពរបស់យើងតើយើងត្រូវជ្រើសរើសមួយណាអញ្ចឹងបានគិតថាដាច់ចិត្តប្រើហើយតែមុននឹងប្រើហ្នឹងគឺមើលគាត់នឹងមួយឆ្នាំមុនហើយចាមើលគាត់មួយឆ្នាំហើយនឹកឃើញថាដាច់ចិត្តប្រើហើយព្រោះអីមើលគាត់តាមដានគាត់8ខែហើយអញ្ចឹងដាច់ចិត្តមុនដំបូងសាកសួរគាត់សិនដល់ពេលឲ្យគាត់ប្រាប់ពីមធ្យោបាយដែលយើងត្រូវការទប់ទល់សិនណាអ្នកគ្រូគាត់ណែនាំថាឥឡូវអូនឯងត្រូវទប់ទល់ចេះមួយសិនទៅបើសិនអូនឯងអត់ទាន់មានថវិកាគ្រប់គ្រាន់អញ្ចឹងខ្ញុំក៏សម្រេចចិត្តថាក្រុមហ៊ុនគាត់ល្អព្រោះបើយើងសួរគាត់ហើយគាត់អ្នកខ្លះគេអត់តមួយយើងទៀតទេបើយើងថាអត់ទិញរបស់គេអញ្ចឹងណាអញ្ចឹងគាត់អត់ទេគាត់ប្រាប់ពីមធ្យោបាយរបស់យើងការរស់នៅរបស់យើងចឹងត្រូវរស់នៅមិនការកន្លែងគេងរបស់យើងត្រូវសម្អាតមិនអីចឹងទៅខ្ញុំក៏ល្អតាដល់ពេលមករយៈពេលក្រោយមកដាច់ចិត្តកំងគាត់ចាដាច់ចិត្តកំងគាត់ហើយគាត់ណែនាំគាត់ភាសាមួយយើងមិនថាម៉ោង12យប់ខ្ញុំមានបញ្ហាក៏ខ្ញុំអាចខលមកគាត់បានដែរអញ្ចឹងគាត់ណែនាំពីការប្រើអីចឹងណាពេលណាយើងប្រើទៅយើងតែងតែជះចំហាយអាក្រក់ចេញមកខាងក្រៅហើយអញ្ចឹងខ្ញុំតែមកសួរគាត់ម៉ោង12ម៉ោង12យប់គាត់តមួយខ្ញុំហើយក៏គាត់ប្រាប់យើងថាអូនឯងត្រូវធ្វើចេះមួយអូនឯងត្រូវយកទឹកមកជូតខ្លួនបើមិនចឹងទេអូនឯងចុះមួយទឹកទៅហើយ1ម៉ោងក្រោយមកអូនឯងលាបអានេះលាបប្រាណា1ម៉ោងក្រោយទៀតអូនឯងលាបប្លូអ៊ីអញ្ចឹងណាហ្នឹងហើយអញ្ចឹងបានក្រុមហ៊ុននេះពិតជាល្អមែនចាតោះមួយបញ្ហាអាឡែស៊ីច្រមុះខាងលើហ្នឹងបងមានប្រហែលជាប្រហែលឆ្នាំហើយអាការៈហ្នឹងគ្រាន់តែហូរសបោធម្មតាទេឬក៏វាមានធ្វើទុកយ៉ាងណាខ្លះក្រៅពីបញ្ហាធ្វើទុកបងធ្វើទុកខ្លាំងចាធ្វើទុកទី1គឺក្បាលរបស់យើងឈឺរហូតចាទី2គឺវិចាក់មកភ្នែកយើងទី3អារុយកកយើងនេះកន្លែងសងខាងនេះគឺរយរហូតហ្មងហើយធ្វើទុកភ្នែកយើងកាលណាធ្វើទុកខ្លាំងសំបីតែភ្នែកយើងក៏ស្វាងដែរចាហើយដកដង្ហើមថប់អញ្ចឹងយើងពិបាកព្រោះខ្ញុំធ្លាប់ឆ្លងកាត់វាកាត់2ដងវះកាត់ច្រមុះចាទី1គឺឆ្នាំ2018ចាខ្ញុំវះកាត់សាច់ដុសក្នុងច្រមុះតែខ្ញុំអត់ទាន់ដឹងថាខ្លួនឯងហ្នឹងគឺមានឆ្អឹងច្រមុះវាចាខ្ញុំអត់ទាន់ដឹងទេដល់ពេលខ្ញុំវះកាត់ហើយយើងចៃដន្យនេះយើងផ្ទុកកូវីដទៅចាក៏វាមានបញ្ហាណាត្រឡប់ឡើងមកវិញច្រើនដងទៅខ្ញុំក៏ឈឺទុកខ្លាំងខ្ញុំទៅពេទ្យម្ដងទៀតដុកទ័រប្រាប់ខ្ញុំថាឲ្យខ្ញុំទៅ scan មើលពេល scan មើលទៅអាឆ្អឹងច្រមុះរបស់យើងគឺវាចូលគ្នាអញ្ចឹងចាហើយវាមានខ្ទុះក្នុងហ្នឹងមានខ្ទុះចាវាមានខ្ទុះតាមច្រអូហ្នឹងហើយនៅតាមនេះ ច
ចឹងដុកទ័រគាត់ថាឥឡូវគាត់ប្រាប់យើងថាញ៉ាំថ្នាំគាត់បាត់ដែរចឹងត្រូវការឲ្យខ្ញុំវាកាត់សាថ្មីចាខ្ញុំចូលវាកាត់សាថ្មីវាកាត់សាថ្មីហើយបន្ទាប់ពីវាកាត់ហ្នឹងមកបានធ្វើទុកកាន់តែខ្លាំងទៅបានខ្ញុំសម្រេចចិត្តប្រើអ៊ីកូរ៉ាយតែអាមុនហ្នឹងមួយឆ្នាំតាមដានហើយប៉ុន្តែអត់ទាន់សម្រេចចិត្តថាប្រើអីចាតើវាសិនមែនចាតើវាសិនហើយមកវិញតាមដានមួយសាទៀតខ្ញុំចាំអស់ជំរឿហើយត្រូវតែប្រើហើយចាក៏ដាច់ចិត្តកំងចាបងហើយតើតងជាមួយនឹងចំណុចហ្នឹងទៅលើបញ្ហាសុខភាពនឹងទៀតសោតសម្រាប់បងដូចជាលើកឡើងមកដូចជាមានបញ្ហាកាពះពោះវៀននៅស្រីដែរណាបងចារោគស្ត្រីវាធម្មតាមនុស្សស្រីយើងចាថោបរបស់អត់របស់ផ្អាប់របស់អីចឹងទៅតែងតែមានតែប៉ុន្តែដល់ពេលប្រើទៅឥឡូវក៏ធូរទៅវាអត់សូវច្រើនទេប៉ុន្តែកាពះពោះវៀនហ្នឹងគឺកាន់ឆ្នាំប្រហែលឆ្នាំបងអូកាពះពោះវៀននិយាយទៅវាយូរឆ្នាំណាយើងហូបរបស់ហិលរបស់ផ្អាប់ច្រើនចាវាតែងតែឈឺពេលយើងហូបទៅវាចុកណែនឆ្អល់ធ្វើឲ្យយើងល្មូលអីចឹងណាដល់ពេលយើងប្រើអ៊ីកូរ៉ាយទៅពេលណាដែលយើងញ៉ាំចំណីណាយើងរឹងឬក៏ហិលខ្លាំងអីបន្តិចតួចទៅវាធ្វើទុកប៉ុន្តែខ្ញុំអត់ភ័យទៀតឥឡូវមានអ៊ីកូរ៉ាយចារៀបតែហ្មងធូចាបើលើកឡើងទៅលើបញ្ហាសុខភាពនឹងវិលមកបច្ចុប្បន្ននៅពេលដែលបងជ្រើសរើសប្រើជាមួយនឹងផលិតផលអ៊ីការ៉ៃរហូតមកដល់បច្ចុប្បន្នហ្នឹងណាអាចថាតកតងជាមួយនឹងសុខភាពបងឬក៏ប្រសិទ្ធភាពដែលបងទទួលបានទៅលើដំណោះស្រាយហ្នឹងប្រហែលជាចូលប្រមាណភាគរយឬក៏ទូស្រាយ៉ាងម៉េចរឿងថាជាសះស្បើយឬក៏និយាយថាបានប្រមាណភាគរយបងគឺ 70% ហើយ70ហើយ70%ព្រោះដោយសារអីពីមុនយើងមួយខែចូលពេទ្យ2ដងតែរយៈពេល1ឆ្នាំគឺខ្ញុំមិនដែរប៉ះថ្នាំពេទ្យឬក៏ទៅពេទ្យផលិតអីអត់គឺអត់ទេបើខ្ញុំសន្មត់ទៅខ្លួនឯងស្ថានភាពខ្លួនឯងគឺ 70% ហើយចា 70% ហើយតែខ្ញុំឥឡូវនៅតែបន្តប្រើរហូតព្រោះចង់ឲ្យជាសះស្បើយខ្លាំងជាងនឹងតិចទៀតចឹងណាព្រោះថាមនុស្សយើងញ៉ាំអាហាររាល់ថ្ងៃចិត្តពុលរាល់ថ្ងៃចាអញ្ចឹងយើងត្រូវការសម្អាតរាល់ថ្ងៃដូចគ្នាចាបើនិយាយពីការធូរទៅលើបញ្ហាឧទាហរណ៍ផ្ដោតទៅលើបញ្ហាអាឡែស៊ីហ្មងបងធូរនឹងវាធូរបាត់មិនខ្លះពីអាការៈដំបូងរហូតមកដល់ឥឡូវហ្នឹងពីអាការៈដំបូងមួយថ្ងៃត្រូវញ៉ាំថ្នាំមួយគ្រាប់មួយថ្ងៃមួយគ្រាប់ចាមួយថ្ងៃត្រូវលេបអាឡែស៊ីច្រមុះមួយគ្រាប់ប៉ុន្តែឥឡូវគឺខ្ញុំអត់ដែរទេពី3ថ្ងៃធ្វើទុកម្ដងដោយសារតែការទៅយើងធ្វើការតែยังមានការប៉ះពាល់ខ្យល់ឬក៏ពពួកផ្សេងអញ្ចឹងមកប៉ះលើច្រមុះយើងវាក្តាស់ហើយកដាស់វាហូរសបោតែវាហូរសបោហើយតាមមកទុះគឺបាត់ហើយចាមកទទួលគឺបាត់ហើយតែបើយើងថាំងចង់ឲ្យវាបាត់ភ្លាមយើងយកប្រាណាលាបលីអ៊ីមកលាបចប់ចាធូរឯងប៉ុន្តែបើពីមុនមួយថ្ងៃក្តាស់ប្រហែលប៉ុន្មានដងពីមុនមួយថ្ងៃបើសិនជាពេលព្រឹកយើងចូលទៅធ្វើការក្តាស់តែម្ដងគឺវល់ល្ងាចហើយគឺធ្វើទុកយើងវល់ល្ងាចទូត្រាតែចាអត់ធ្វើអីកើតទេត្រាតែយើងញ៉ាំថ្នាំទៅប្រហែលជា10ទៅ5នាទីក្រោយមកគឺធូរស្បើយហើយប៉ុន្តែឲ្យងុយដេកតែម្ដងចាងុយគេងមួយថ្ងៃតែបើពេលខ្ញុំមកប្រើប្រាណាវិញគឺអត់ទេធម្មតាចាកដាស់ហើយហូរសបោតិចតួចយើងប្រើវាម៉ាសាថ្នមលើច្រមុះហ្នឹងទៅហើយធូរហើយចាលាបតែម្ដងហ្នឹងគឺចប់ហើយស្រួលត្រង់ចំណុចមួយបងខាងពេលតែប្រើផលិតផលទៅវាចេញជាអាការៈសម្រាប់បងតែដល់ពេលប្រើដោះបញ្ហាអាឡែស៊ីច្រមុះហ្នឹងសម្រាប់បងចេញជាអាការៈមិនខ្លះដែរក្នុងអំឡុងពេលប្រើអូនិយាយរឿងប្រើសង្ឃថាខ្លាចមុខខ្លួនឯងចាគឺឡើងទាំងខ្លួនទាំងខ្នងទាំងមុខគឺឡើងសុះហ្មងឡើងមកគ្រាប់នឹងប៉ុណ្ណាណីរបៀបដូចគ្រាប់មុនឬក៏មិនវាដូចគ្រាប់មុនអញ្ចឹងតែវាអត់មានមុខទេចាវាឡើងក្រហមកទួដូចគ្រាប់មុនអញ្ចឹងតែដល់ពេលអារៀងធំខ្លះវាមានខ្ទុះចាវាចេញមកតែម្ដងវាចេញមុខយើងខ្លាំងហ្មងពេលដែលចេញខ្លាំងគឺខ្ញុំភ័យហើយថាអូមិនចេះចេញខ្លាំងម្លឹងចាឥឡូវស្មីតែឥឡូវក៏តមកស្នាមដែរគឺនៅមានស្នាមចានៅមានស្នាមចានៅមានស្នាមប៉ុន្តែអាការៈហ្នឹងវាលែងរំខានហើយចាវាលែងរំខានយើងពីមុនវាចេញខ្លាំងហើយវាមានលំមាស់ហ្នឹងហើយវាមានលំមាស់តាមដែលចេញហ្នឹងហើយខ្ញុំបានភាសាមួយគាត់ថាបងបើខ្ញុំចេញអញ្ចឹងខ្ញុំត្រូវធ្វើម៉េចចឹងគាត់ថាអត់ធ្វើមិនទេអូនត្រូវតែលាបបន្តទៀតលាបធ្វើមិនឲ្យចេញពីខាងក្នុងមកអស់ដល់ពេលខ្ញុំប្រើប្រាស់តាមគាត់សំបីកខ្ញុំក៏នៅស្លោកដែរបងគឺចេញស្លោកហ្មងគឺចេញឡើងមកស្លោករបៀបថាដូចយើងពងបែកចឹងចាដូចយើងពងបែកយើងឡងក្រហមឡងក្តៅក្រហមពេញហ្នឹងមកចាសំបីតកទាំងសងខាងគឺអត់ទាន់បាត់ស្នោគឺនៅខ្មៅឡើយចឹងដល់ពេលប្រើអាឡែស៊ីច្រមុះដំបូងធ្វើទុកមិនខ្លះបងទៅលើផ្នែកច្រមុះបងខ្ញុំប្រើដំបូងវាធ្វើទុកខ្លាំងបងគឺក្តៅ
ក្តៅច្រមុះយក ចាក្តៅឲ្យលំមាស់ចុងច្រមុះហ្មង លំមាស់ ចាក្តៅលំមាស់ដល់ថ្នាក់ខ្ញុំចង់ភ័យដែរមួយរយៈនោះខ្ញុំថាអូយហើយក្តៅលំមាស់អញ្ចឹងធ្វើមិនទៅ ចា ហើយទៅក៏ខលមកសួរគាត់អញ្ចឹងទៅគាត់ក៏ប្រាប់យើងថាអូនឯងត្រូវធ្វើចេះមួយអូនឯងត្រូវលាបប្រាណាឆ្លាស់គ្នា1ម៉ោងកន្លះម៉ោងឲ្យអូនឯងលាបប្លូអ៊ីថែមលើជាងទៅឆ្លាស់មកអូនឆ្លាស់តតែតិចបានអូនឯងឈប់ ចា ហ្នឹងគាត់បញ្ជាក់ប្រាប់ខ្ញុំអញ្ចឹងចាខ្ញុំធ្វើតាមគាត់រហូតនិយាយទៅឲ្យម្លងមកបន្តិចហើយ ចា ធ្វើមិនឲ្យតែបានធូរ អរគុណបងហើយចុះដល់ពេលកាពះបងនៃការប្រើប្រាស់មកដល់ឥឡូវយ៉ាងម៉េចដែរបងបានធូរយ៉ាងម៉េច កាពះធូររៀងច្រើនណាបងខ្ញុំគាត់ថាកាពះចូលតែក្បែរជាមួយច្រមុះដែរព្រោះយើងប្រើទៅតាមគ្នាយើងលាបដូចគ្នា ចាលាបគ្រប់កន្លែង ចាយើងលាបគ្រប់កន្លែងដូចគ្នាតាំងពីឆ្អឹងខ្នងអីចឹងមកយើងម៉ាស្សាគ្រប់កន្លែងទាំងអស់ដូចគ្នាកាពះឥឡូវរៀងធូរបងញ៉ាំអីបានឃើញឥឡូវឡើងគីឡូឡើង20គីឡូ ចុះពីមុនមិនបងអត់ឡើងគីឡូឬក៏ ពីមុនតែ50ទេឥឡូវ68ហើយ ចា មិនធម្មតាអីញ៉ាំដេក តែពីមុនវាមិនបងកាពះហ្នឹងធ្វើទុកបែបមិន កាពះហ្នឹងគឺយើងញ៉ាំអីចូលទៅឆាប់មើលតង់ហ្មងតែយើងសំបីតែយើងញ៉ាំទឹកមួយកែវក៏តង់ដែរហើមកាពះយើងហ្នឹងហើមរៀបថាដូចបើខ្ញុំទៅពេទ្យកាលខ្ញុំអត់ទាន់ប្រើអ៊ីកូរ៉ៃខ្ញុំទៅពេទ្យគាត់ថាខ្យល់ចូលពោះវៀន ចាខ្យល់នៅក្នុងពោះវៀនអញ្ចឹងគេឲ្យថ្នាំយើងមកអញ្ចឹងទៅញ៉ាំទៅហើយតែអស់តែមួយថ្នាំហ្នឹងគឺមកវិញអត់ដែរគឺយើងញ៉ាំអីតិចតួចហើមពើត្រឡប់មកវិញអញ្ចឹងធ្វើឲ្យយើងអត់សនុកខ្លួនទេពិបាកនឹងការធ្វើការពិបាកនឹងការគេង ចា ហ្នឹងហើយ អូពិបាកទាំងអស់ តែឥឡូវធូរហើយ ឥឡូវលែងមានទេបង ចាលែងមាន លែងមានបង ចាអត់ថាបើយើងញ៉ាំហើយតែខ្ញុំមានក្តៅហើយកាពះពោះវៀន ញ៉ាំតិចតួច វាអត់លំបាកដូច វាអត់ពិបាកទេយើងលាបពេលយើងញ៉ាំហើយមកដល់ផ្ទះវិញយើងចាប់ផ្ដើមទៅចាមួយទឹកមិនឲ្យហើយហ្នឹងលាបឲ្យស្អាតទៅគេងទៅធម្មតា ហើយតើតោជាមួយនឹងសាច់ដែលបងប្រើប្រាស់ជាមួយនឹងផលិតផលហ្នឹងបងប្រើប្រហែលជាជួអស់ប្រហែលបានឈុតដែរចឹង អូយច្រើនឈុតដែរបង ចា ខែទី1សិតតែមួយឈុត ឈុតធំ 7-2ឈុត 7-2ឈុតមានសម្រាប់ ខែទី1ព្រោះអីវាអាការៈវាធ្វើទុកខ្លាំងវាចេញមកខ្លាំងយើងត្រូវតែបុកលាបឲ្យខ្លាំងដែរដូចគ្នាចាអញ្ចឹងយើងចុះ ខែទី1ដូចជាប្រាណា2ខ្លងប្លូអ៊ី1បន្ទាប់មកយើងកំងមួយឈុតតទៀតរាល់ខែគឺឲ្យដាច់ទេចាមួយខែគឺដឹងតែមួយឈុតដែរ ចាហើយប្រើមិនឆ្នាំបងមកដល់ឡើយ ពីខែ12មក ពីខែ12 ចា ពីខែ12រហូតដល់ចិត្តដល់ខែ12វិញ ចិនមួយឆ្នាំហើយ ចានៅក្បាល3ខែ 3ខែទៀត ចាហើយបើតើតងជាមួយនឹងលក្ខខណ្ឌដែលបងប្រើប្រាស់ហ្នឹងបងអាចជួយបង្ហាញបន្តិចទៅលើរបៀបដែលបងប្រើប្រាស់ជាមួយនឹងឈុតទាំងអស់នឹងដែលដោះបញ្ហាសុខភាពបងមែនហ្នឹងបង ចា បងលាបយ៉ាងម៉េចខ្លះចឹង បើប្រាណាយើងលាបខ្ទង់ច្រមុះយើងរបៀបថាលេស៊ីច្រមុះហ្នឹងខ្ញុំសូមប្រាប់ដល់បងទាំងអស់គ្នាដែលមានបញ្ហាលេស៊ីច្រមុះដូចខ្ញុំណាគឺខ្ញុំយកប្រាណាហើយនឹងប្លូអ៊ីយកមកលាយគ្នាហើយខ្ញុំម៉ាស្សាថ្នមនៅលើខ្ទង់ច្រមុះរបស់យើងចាហ្នឹងហើយនឹងសៀតកាយើងទាំងសងខាងនេះចាអាហ្នឹងបងដែលលេស៊ីច្រមុះហើយបើកាពះពោះវៀនវិញងាយឯង ចាបងចង្កាយើងលាបឆ្លាស់គ្នាក៏បានដែរចាចង្កាយើងយកប្រាណាមកលាបចុងដង្ហើមរបស់យើងពីនេះដល់ផ្សិតយើងមកចាអាហ្នឹងចំពោះបងដែលកាពះពោះវៀនណាចាប្រាណាក៏បានប្លូអ៊ីក៏បានប៉ុន្តែបើយើងមានអាការៈខ្លាំងតតែពីរលាយគ្នាចាពេលធ្វើទុកខ្លាំងក៏យើងយកប្រាណានិងប្លូអ៊ីយកមកលាបមកតាមនេះចុងដង្ហើមរបស់យើងហ្នឹងពីហ្នឹងដល់ហ្នឹងមកចាធូរហើយបង ចានិយាយច្បាស់ហ្មង ច្បាស់អូយធ្វើតែពេលធ្វើទុកពិបាកចាទទួលយកខ្លួនឯងអត់ចង់បានណាបង ទទួលយក តែឥឡូវតាំងពីបានប្រើមកអត់ទេធូរច្រើនចាអារម្មណ៍យើងក៏ខុសប្លែកពីមុនដែរចាយើងរីករាយជាងមុនមានក្តីសុខជាងមុនបាទពេលដែលយើងឈឺច្រើនជឿតែបងថាមនុស្សឈឺច្រើនអត់មានក្តីសុខក្នុងខ្លួនទេទៅណាក៏ចង់ចោលដែរចាតែណាក៏បិទកៀកក៏ចង់ចោលដែរបាទខ្លួនខ្លាំងណាស់ ហើយដល់ពេលតកតងមួយបងនៅក្នុងអំឡុងពេលដែលមុនសម្រាប់ចិត្តប្រើស្គាល់ពីផលិតផលហ្នឹងច្បាស់ដល់កម្រិតណាដែរ និយាយទៅខ្ញុំតាមដានខ្ញុំអាសាមើល page បងឌីសូនីតាចាខ្ញុំ fan ដែរហ្នឹងហើយដល់ពេលមើលឃើញគាត់ប្រាប់ថាអូការពិតគាត់និយាយមកដូចជាចំរូបរបស់យើងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅក៏ខ្ញុំឆែកទៅក៏បានឃើញ page បងវណ្ណាដល់ពេលហើយក៏ឆែកឃើញខ្ញុំក៏សាកសួរគាត់អញ្ចឹងទៅក៏គាត់ប្រាប់យើងមានបញ្ហានេះអញ្ចឹងទៅហើយខ្ញុំក៏បញ្ជាក់ទៅគាត់ថាបងខ្ញុំគាត់ទៅសួរមួយថ្ងៃសិនទេខ្ញុំអត់ទាន់មានថវិកាគ្រប់គ្រាន់ទេអញ្ចឹងណាគាត់ថាអត់អីទេអូនឲ្យតែអូនឯងសួរបងឆ្លើយទាំងអស់
ដល់ពេលអញ្ចឹងទៅក៏បានអញ្ចឹងទៅក៏រយៈពេលប្រហែលជា8 ខែក្រោយមកបងខ្ញុំដាច់ចិត្តកំងគាត់ 8 ខែ ចាតាមដានយូរដែរ ចាបងចាអីទេចំណុចពិសេសមួយទៀតមានដឹងថាផលិតផលហ្នឹងគឺជាផលិតផលអីដែលមួយសម្រាប់ចិត្តយើង ចាចាំច្បាស់ ចាហើយមុននឹងសម្រាប់ចិត្តប្រើទំនុកចិត្តបីដែរលើតែផលិតផលខ្មែរ អត់ទេខ្ញុំឲ្យតែថាខ្មែរមិនថាថ្លៃឬថោកក៏ត្រូវតែប្រើដែរ ចាយ៉ាងហើយណាក៏ត្រូវតែបានតេស្ត ចាយើងបើយើងមិនសាកយើងអត់ដឹងថាផលិតផលហ្នឹងល្អឬក៏មិនល្អទេចា ហើយជាចុងក្រោយចំណាប់អារម្មណ៍បងមិនដែរនៅពេលដែលបានប្រើហើយធូរពិតប្រកបនេះចា ចូលនិយាយពីចំណាប់អារម្មណ៍អរគុណហើយចាអរគុណអ៊ីហូរ៉ាយដែលបានឲ្យខ្ញុំមានសាច់មានឈាមទៅកលូនត្រឡប់មកវិញអញ្ចឹងណាពោលពីមុនតួយើងមិនសូវឡើងគីឡូ ចា តែស្បែកយើងអត់ស្អាតចាសុខភាពយើងអត់ល្អ ចា ឥឡូវហើយសុខភាពមួយទៀតគឺផ្លូវចិត្តយើងអត់ល្អឯងចាមុំមកច្រើនសំបីតែអ្នកក្បែរខ្លួននិយាយអីតិចតួចមកគឺប៉ះពាល់អារម្មណ៍យើងយើងមុំមកព្រោះយើងឈឺ ចា យើងពិបាកក្នុងខ្លួនតែឥឡូវអត់ទេបង វាជាពិសេសហើយនឹងអរគុណច្រើនបងចាសម្រាប់ការចំណាយពេលវេលាមានតម្លៃដើម្បីចូលរួមចែករំលែកតទៅជាមួយនឹងបទពិសោធន៍ក្នុងករណីបងប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីក្រ៉ៃតម្លៃតទៅជាមួយនឹងត្រង់ចំណុចនេះដែរនេះខ្ញុំក៏សូមបញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនសាជាថ្មីតទៅជាមួយនឹងផលិតផលអ៊ីក្រ៉ៃគឺជាផលិតផលថែរក្សាសុខភាពដែលមានឯកទេសបឺតជាតិពុលកម្ដៅរលាកមេរោគឬក៏បាក់តេរីដែលកកស្ទះក្នុងសរីរាង្គកាយដែលគ្រាន់តែលាបខាងក្រៅតែប៉ុណ្ណោះមិនមែនជាថ្នាំដើម្បីទប់ព្យាបាលជំងឺមួយមុខណាជាក់លាក់ឡើយចាទាំងអស់នេះគឺជាបទពិសោធន៍របស់អតិថិជនដែលគាត់បានទទួលការដោះស្រាយបញ្ហាសុខភាពរបស់គាត់តាមរយៈផលិតផលអ៊ីក្រ៉ៃទេចាជាចុងក្រោយនេះខ្ញុំវេងសមឿនក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅថ្ងៃក្រោយចា